មានបងប្អូនជាច្រើនខមមិនមកក្នុង page របស់ខ្ញុំហើយខ្ញុំបានឆ្លើយអស់ទីបងប្អូនហើយឆ្លើយមិនអស់ទេដោយសារតែវាច្រើនមែនទែនខមមិនច្រើនទៅយើងឆ្លើយច្រើនពេកទៅប្លុកខមមិនចោលហើយអញ្ចឹងមកមើលថ្ងៃនេះគឺខ្ញុំឆ្លើយអស់នៅក្នុងវីដេអូនេះតែម្ដងពាក់ព័ន្ធនឹងផ្សិតនេះមានពីរប្រភេទមានផ្សិតប៉ក់មកខាងលើនេះផ្សេងហើយផ្សិតនេះគឺជាផ្សិតស្មៅហើយបើថាសួរតើរសជាតិមួយណាឆ្ងាញ់ជាងឲ្យតែខ្ចីឆ្ងាញ់ទាំងអស់ចំណែកអាចាស់អាខាងផ្សិតប៉ក់ដែលផ្សិតប៉ក់អាធំហ្នឹងបងប្អូនអារៀងសបកក្រាស់ហ្នឹងគឺញ៉ាំឆ្ងាញ់ជាងអាផ្សិតប៉ក់ដែលនៅលើផ្សិតស្មៅចានេះផ្សិតស្មៅបែបនេះគឺបែបនេះអត់សូវឆ្ងាញ់ទេហើយពាក្យព័ន្ធនឹងរបៀបរោសួរថារោមិនបានឃើញរោមិនបានបានអញ្ចឹងបងប្អូនមើលបើសិនជាវាដកអត់មានភ្លៀងកប់ដីទេគឺវាប្រេះបែបនេះប៉ុន្តែបើថាវាមានភ្លៀងកប់ដីពេលខ្លះវាចេញកពុលសពេលខ្លះទៀតគឺវាអត់ឃើញតែម្ដងដោយសារវាភ្លៀងទៅវាកប់បាត់អញ្ចឹងតើយើងកាយបែបនេះឲ្យដូចអានេះយកឃើញកពុលទេគឺកាយទៅវាប៉ះបដ ாய் អញ្ចឹងនៅក្នុងការរោគឺវាមានតាមបែបប្រធានឲ្យតែយើងធ្លាប់រោគឺយើងអាចចេះរោប៉ុន្តែបើថាបងប្អូនមិនចេះរោទេមិនធ្លាប់រោទេបងប្អូនអាចរោឃើញនៅពេលដែលវាចេញមកក្រៅឬក៏ពេលដែលចេញសស្បែកអញ្ចឹងវាងាយរោវិញទេប៉ុន្តែសម្រាប់បងប្អូនដែលចេះរោកលេចឆេះចាហើយនេះបងប្អូនពាក់ព័ន្ធជាមួយនឹងម្ហូបយកទៅធ្វើអីបានបងប្អូនយកចង់ទៅធ្វើអីក៏បានដែរបាច់ដាក់សាច់ទេខ្ញុំធានាបើដាក់សាច់ក៏ដាក់ទៅបើចង់ដាក់ប៉ុន្តែបើមិនដាក់ក៏វានៅតែឆ្ងាញ់ដែរទី1គឺយកទៅឆាម្រេចយើងធម្មតាឆ្ងាញ់ណាស់នៅក្នុងការធ្វើម្ហូបខ្ញុំសូមបញ្ជាក់បងប្អូនថាគឺត្រូវតែរំងាស់វាឲ្យយូរមិនមែនស្លមដាក់បងមកព្រក់ដូចបន្លែតកួនឬក៏បន្លែអីផ្សេងទេបន្លែខៀវទេអាសម្លផ្សិតនេះគឺត្រូវតែរំងាស់ឲ្យយូរហើយបងប្អូនហូបទៅវាអត់មានក្លិនផ្សិតឈួលខ្លាំងទេចំណែកបងប្អូនដែលចង់ស្លពេលខ្លះគាត់យកទៅស្លគាត់ថាអូអត់ចេះហូបទេក្លិនកពុលខ្លាំងអាចមកពីបងប្អូនរំងាស់អត់យូរស្លអត់បានយូរអញ្ចឹងនេះគឺជាតិចនិចខ្ញុំអាចឆ្លើយអត់តាមខមមិនអញ្ចឹងខ្ញុំឆ្លៀតឆ្លើយអត់នៅក្នុងវីដេអូនឹងតែម្ដងបងប្អូនហើយរបៀបរោអាផ្សិតស្បែកនេះវាជាទៅគឺវានៅតាមវាស្រ័យដូចគ្នាដែរប៉ុន្តែលើទូលហើយពេលខ្លះដើមខ្លះក៏វាមានដែរតាមដើមប្រពេលលំអីក៏នៅវាលធម្មតាដែរកម្រដោយសារដីហ្នឹងគឺជាដីដែលធ្លាប់ដីទួលពីមុនមកដែរទេដីដប់ដីព្រៃអញ្ចឹងបងប្អូនហើយចំណែកអាផ្សិតស្មៅគឺនៅតាមវាលទូទៅវាស្រែវាតនីវាស្រែអីហ្នឹងចាសបូនណាខាងខ្ញុំសបោហើយមានខាងបងប្អូនខ្លះទៀតគាត់ថាអូយខាងខ្ញុំគេម្ហូបទេផ្សិតនេះគាត់ខមមិនមែនថាគេម្ហូបគេថាគេមិនស៊ីអញ្ចឹងខាងខ្ញុំបងប្អូនឲ្យតែមានអត់ដែរសល់មានគឺខ្ទេចមានគឺខ្ទេចបេះលក់ក៏លក់បេះហូបក៏ហូបហើយបងប្អូនតិចច្រឡំអាផ្សិតស្មៅនេះជាមួយនឹងអាផ្សិតមួយយ៉ាងដែលតុនហើយចលិចទៅតុនស្តៀងគ្នាដែរតែវានៅលើដីបងប្អូននៅលើដីតែអាផ្សិតនេះផ្សិតស្មៅយើងនេះគឺនៅកប់ក្នុងដីតើតាភ្លៀងខ្ចាយមកវាហោះឡើងលើបានវាតែឡើងលើអញ្ចឹងទៅប៉ុន្តែអាផ្សិតពុលមួយយ៉ាងនោះគឺមិនចាំបាច់ប៉ះភ្លៀងទេឲ្យតែថាវាដោះហើយគឺវាចេញមកគឺវានៅលើដីតែម្ដងសស្គូនៅលើដីអាហ្នឹងហូបកើតទៅណាបងប្អូនតាច់ច្រឡំហើយបងប្អូនខមមិនថាអូខ្ញុំចង់ទៅរោណាអីណាបងប្អូនហើយមួយឆ្នាំនេះតែបានរោនេះឯងហើយបើថារោលក់មិនអត់ទេខ្ញុំបានរោលក់ទេបងប្អូនហើយបងប្អូនដែលចង់មើលវីដេអូពាក្យបណ្ឌិតផ្សេងទៀតអាចខមមិននឹងក្រោមបានខ្ញុំនឹងព្យាយាមចេញទៅរោឲ្យបានច្រើនតែរវល់ខ្លាំងពេកអរគុណច្រើនជួបគ្នាវីដេអូក្រោយ